ជានៅក្នុងសតវត្សទី20កសម័យអាណានិគមនិយមបារាំងនៅឆ្នាំ1904សៀមប្រគល់ខេត្តមលូព្រៃនិងស្ទឹងត្រែងឲ្យមកកម្ពុជានៅឆ្នាំ1907សៀមប្រគល់ខេត្តបាត់ដំបងសេរីសុភ័ណ្ឌឬស៊ីសុផុនសៀមរាបមហានគរឲ្យកម្ពុជាវិញនៅឆ្នាំ1908បារាំងធ្វើផែនទីដងរែកដោយទទួលស្គាល់ដោយតំណាងបារាំងសៀមនៅលើឆាកអន្តរជាតិឆ្នាំ1947ប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញដំបូងនៅកម្ពុជានៅថ្ងៃទី4មិថុនា1949បារាំងប្រគល់ទឹកដីកម្ពុជាក្រោមទៅឲ្យយួននៅឆ្នាំ1949បារាំងបានប្រគល់ឯករាជ្យបណ្ដោះអាសន្នឲ្យកម្ពុជាឆ្នាំ1952ព្រះបាទនរោត្តមសីហនុបានធ្វើព្រះរាជបូជនីយកិច្ចទាមទារនូវឯករាជ្យនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953កម្ពុជាបានទទួលនូវឯករាជ្យបរិបូរណ៍ពីបារាំងឆ្នាំ1954ប្រតិបត្តិការបណ្ដេញពួកវៀតមិញចេញពីកម្ពុជានិងឆ្នាំ1954សៀមលើកកងទ័ពទាំងកំរោលចូលកាន់កាប់ប្រាសាទព្រះវិហារខសម័យសង្គមរាស្ត្រនិយមឆ្នាំ1955សម្ដេចនរោត្តមសីហនុដាក់រាជ្យហើយបង្កើតចលនាសង្គមរាស្ត្រនិយមថ្ងៃទី14ធ្នូ1955កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី15មិថុនា1962សៀមប្រគល់ប្រាសាទព្រះវិហារឲ្យខ្មែរវិញកសម័យសាធារណរដ្ឋខ្មែរថ្ងៃទី18មីនា1970លន់ ណុលធ្វើរដ្ឋប្រហារទម្លាក់ព្រះបាទនរោត្តមសីហនុសង្គ្រាមស៊ីវិលរវាងខ្មែរនិងខ្មែរការទម្លាក់គ្រាប់របស់សហរដ្ឋអាមេរិកលើទឹកដីខ្មែរខរបបកម្ពុជាប្រជាធិបតេយ្យ17មេសា1975ផ្ដួលរំលំរបបលន់ ណុលឬសាធារណរដ្ឋខ្មែរហើយក៏ជាថ្ងៃផ្លាស់ប្ដូរចូលរបបប្រល័យពូជសាសន៍ផងដែរជំនះប្រជាជនចេញពីទីក្រុងភ្នំពេញនិងទីប្រជុំជននានារបបនេះជារបបប្រល័យពូជសាសន៍ប្រៀបទៅនឹងគុកឥតជញ្ជាំងនៅថ្ងៃទី2ធ្នូ1978ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាថ្ងៃទី7មករា1979ជាថ្ងៃជ័យជំនះលើរបបកម្ពុជាប្រជាធិបតេយ្យហើយចាប់តាំងពីឆ្នាំ1979រហូតដល់ឆ្នាំ1989ជារបបសាធារណរដ្ឋប្រជាមានិតកម្ពុជាការកសាងឡើងវិញពីឆ្នាំ1989រហូតដល់ឆ្នាំ1991គឺការបង្កើតរដ្ឋកម្ពុជាហើយពីឆ្នាំ1991រហូតដល់ឆ្នាំ1993បង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នហើយនៅថ្ងៃទី23តុលា1991ជាថ្ងៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី14វិច្ឆិកា1991មាតុភូមិនិវត្តន៍របស់សម្ដេចនរោត្តមសីហនុថ្ងៃទី14ធ្នូ1992តំបន់អង្គរត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកខែឧសភាឆ្នាំ1993បោះឆ្នោតជាសកលអាណត្តិទី1ដែលរៀបចំដោយអ៊ុនតាក់និងនៅថ្ងៃទី24កញ្ញា1993ប្រទេសកម្ពុជាជារាជាណាចក្រកម្ពុជាទី2ព្រះបាទនរោត្តមសីហនុឡើងសោយរាជ្យជាលើកទី2ប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញថ្មីឆ្នាំ1998បោះ